ការពិតនៃជីវិតគឺសាមញ្ញបំផុតមានអ្វីដែលធ្វើមិនបានហើយក៏គ្មានកន្លែងណាដែលទៅមិនរួចដែរបើអ្នកហ៊ានដោះលែងខ្លួនឯងចេញពីពាក្យថាមិនអត់ឈប់សម្លឹងមើលនាឡិការួចខ្លាចថាវានឹងបានពួតប៉ុន្តែត្រូវចាប់ផ្ដើមធ្វើឲ្យរាល់វិនាទីដែលវាដាក់មានតម្លៃសម្រាប់ជីវិតក្រោកឈរឡើងបំផ្លាញចង្វាក់នៃភាពភ័យខ្លាចចោលទៅព្រោះពិភពលោកនេះមិនមែនជារបស់មនុស្សដែលចេះត្រឹមតែយល់សប្តិទេប៉ុន្តែវាជារបស់មនុស្សដែលហ៊ានធ្វើឲ្យយល់សប្តិខ្លាចជាការពិតមានយោបល់អីទេប៉ុន្តែឲ្យយោបល់មួយទៅយកល្អចាក់តងទៅពិតពុតម៉ែមកប្តីខ្ញុំផឹកមួយណាគេអត់ម៉ែមើលគួយសៅតែឯងមកនេះឈួតអត់ប្តីថ្ងៃផឹកមួយណាគេនោះអីសៅតែឯងទៀតម៉ែខ្ញុំភ័យណាប្តីខ្ញុំអានឹងហើយដោយសារអីឲ្យប្តីនឹងអត់មានថាឲ្យទៅជួបមិត្តភក្តិអីខាងក្រៅខ្លះទេអានឹងគាត់ប្តីគួយផឹកតែឯងពេកថ្ងៃឃើញណាឥឡូវថ្ងៃមើលអូដួលហើយឥឡូវលទ្ធផលល្មិចថ្ងៃមើលចឹងឃើញមិនដែរឥឡូវហ៎ម៉ែមើលរួមតែឯងចូលយីផឹកនេះណាគេហើយមានផ្លេងផងម៉ែមករួមជាមួយភ្លៀងឲ្យអ្នកនៅខាងមុខលើកទៀតលើកចូលទៀតអូអញថាមែនតែណាថាទៅមួយបាត់ហើយអាហ្នឹងហើយដល់ទៅដល់ប្តីខ្លួនឯងឈួតមនុស្សមួយបាត់ហ្នឹងធំមកយើងតែ5ថ្ងៃណាឲ្យវាទៅផឹកខាងក្រៅខ្លះទៅកុំឲ្យអង្គុយផឹកតែឯងពេកឃើញលប់អស់ដែរមើលតាមណាត់ដល់អញហើយឥឡូវសែនមិនដល់ទៀតអូយកូនម៉ែឈួតបាត់ហ្នឹងចាប់ប៉ុន្តែអីទេផឹកប្រាហ្នឹងកូននេះស្រួលលេពេកអត់អីណាម៉ែផឹកតែអីទេមើលទៅវាអត់អីប៉ុន្តែដូចមានមនុស្សណាអង្គុយចិត្តវាមួយនោះតែស្រាងស្រួលលេទេកូនបាច់ខ្វល់អាមួយនេះវាឈួតទេ